ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរចាគឺយើងមករៀនភាសាថៃបកប្រែជាខ្មែរសម្រាប់បងប្អូនណាដែលចង់ចេះភាសាថៃណាបងប្អូនអាចអាននិងមើលតាមខ្ញុំបានចាមេរៀនយើងថ្ងៃនេះគឺមានពាក្យទៅចាមានពាក្យទៅបកប្រែជាភាសាខ្មែរចាំមានច្រើនពាក្យបងប្អូនអាចរៀនជាមួយខ្ញុំបានណាចាអញ្ចឹងចាំតាមដានទាំងអស់គ្នារៀនតាមទាំងអស់គ្នាចាបងប្អូនទាំងអស់គ្នាពាក្យខាងលើទី1គឺមានន័យថាไปไหนបកប្រែជាភាសាខ្មែរគឺទៅណាប្រយោគទី2ไปทำไมបកប្រែជាភាសាខ្មែរទៅធ្វើអីប្រយោគទី3ไปหาใครទៅរកអ្នកណាប្រយោគទី4ไปเมื่อไรហ្នឹងគឺគេចង់និយាយថាទៅពេលណាไปเมื่อไรទៅពេលណាប្រយោគទី5ไปทำอะไรទៅធ្វើអីไปอยู่กับใครទៅនៅជាមួយអ្នកណាគេไปយ៉ាងไรទៅដូចម្ដេចไปกับใครទៅជាមួយអ្នកណាគេไปด้วยទៅដែរไปได้ទៅបានพอไปด้วยល្មមអាចទៅរួចចាចូលប្រយោគទី13បងប្អូនเป็นไปได้អាចទៅរួច13ប្រយោគ13เป็นไปไม่ได้มันអាចទៅរួចទេអីយ៉ាងនឹងចឹងណាបងប្អូនប្រយោគទី14ដំណើរការបន្តភាសាថៃដំណើរតไปចាប្រយោគទី15ไปมากลับมาទៅមកไปมากลับมาហ្នឹងទៅមកណាបងប្អូនចាមេរៀនរបស់យើងគឺមានតែប៉ុណ្្នឹងទេសម្រាប់បងប្អូនដែលចង់ចេះភាសាថៃអូខេកុំភ្លេចតាមដាននិងចុច Subscribe Channel YouTube របស់នាងខ្ញុំផងណាចាយើងនឹងមានមេរៀនថ្មីបន្តចែកជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដើម្បីឲ្យបានឆាប់ចេះឆាប់យល់ភាសាថៃចាវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអរគុណជម្រាបលា